រឿងកំឡោះពីរអ្នកចង់បានប្រពន្ធគេមានរឿងមួយដំណាលថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដូចម្ដេចនឹងបានណាចាំម្នាក់ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះមកបប៉ុន្តែឯងធ្វើមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះចូលឯងប្រាប់ថាចិនទល់ថានឹមទៅវិញទើបកំឡោះម្នាក់ទៅខ្ចីរទេះគេមកបឲ្យជួបនឹងបុរសបណ្ដាប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណែអ្នកអញ្ជើញមកអាយនិយាយគ្នាលេងបន្តិចសិនបុរសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងកំឡោះម្នាក់បរទេះមកដល់វាធ្វើសួរថានេះហៅអ្វីអ្នកបុរសប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេះមែនឬអ្នកបុរសនោះថាមែនបើមែននេះហ៊ានភ្នាល់នឹងខ្ញុំទេបុរសនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅធ្វើជាខ្ញុំបម្រើអ្នកបើខ្ញុំឈ្នះសុំតែប្រពន្ធអ្នកបុរសនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមនឹងគេទៅទើបកំឡោះដែលឈរសួរទៅអ្នកបរទេះចង្អុលទៅសួរចិនទល់កំឡោះអ្នកបរទេះនោះប្រាប់ថាគេហៅថាចិនទល់ចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅថាទូកនេះគេហៅថាត្រាយនេះគេហៅថាព្រែកនេះគេហៅថាកង់នេះគេហៅថាខ្ទង់កង់នេះហៅថាត្រេពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបរោះជាប្តីថាឥឡូវគេមិនហៅរទេះទេបើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេចបុរសជាប្តីនោះមិនព្រមដល់ប្រកែកទោះមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបុរសនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះហៅអ្នកទាំងពីរមកជំនុំកំឡោះទាំងពីរអ្នកនោះវាសុកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបុរសនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដើរផងយំផងដើរបន្តិចទៅប្រទះសុភាទន្សាយសួរថាអ្វីបានជាយំបងបុរសនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាបើដូច្នោះបងឯងកុំភ័យរកតែចេកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យប្រពន្ធមកវិញបុរសនោះអរណាស់ខំទៅរកចេកមកឲ្យសុភាទន្សាយស៊ីចេករួចហើយដើរទៅជាមួយបុរសនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដូចម្ដេចខ្លះចៅក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នេះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេនោះសួរថា
អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វីបុរសនោះឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើអ្នករកឃើញយកទៅចោះបើរកមិនឃើញទេឲ្យប្រពន្ធគេទៅវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថានេះគេហៅជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅគេហៅថាប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទល់នឹមទូត្រាយព្រែកក្នុងត្រពងរួមទាំងអស់នេះទៅគេហៅថារទេះបើដូច្នេះឯងយកប្រពន្ធគេមិនបានទេឲ្យប្រពន្ធមកគេវិញសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណូបគេគ្មានត្រង់តាមព្រះច្បាប់សោះបុរសនោះបានប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទន្សាយថាលោកបងកាត់សេចក្តីនេះពេញហៅត្រង់ហើយឲ្យលោកបានសម្បត្តិស៊ូនិព្វានប្រាជ្ញឯងឲ្យក្រែងចេះគេរឿងបុរសពីរនាក់ចង់បានប្រពន្ធគេក៏ចប់ត្រឹមនេះសូមអរគុណ